Tầm này ông có cứ chỉផ្នែកមួយនៃការលើកកម្ពស់អក្សរសាស្ត្រខ្មែរតាមរយៈការសរសេរតាមអានដោយផ្ដោតលើប្រធានបទស្ដីពីរមណីយដ្ឋានអង្គរការបង្កើតកម្មវិធីសំឡេងអង្គរនេះឡើងគឺដើម្បីថែរក្សាមរតកអត្តសញ្ញាណអក្សរសាស្ត្រជាតិខ្មែរបានគង់វង្សយូរអង្វែងនិងជួយលើកកម្ពស់ភាសាខ្មែរពិសេសជួយឲ្យប្រជាពលរដ្ឋនិងមហាជនទូទៅសរសេរភាសាខ្មែរបានកាន់តែត្រឹមត្រូវនិងតាមអក្ខរាវិរុទ្ធរបស់អក្សរការអានពាក្យខ្មែរបានត្រឹមត្រូវព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុតដែលកម្មវិធីនេះបានប្រារព្ធឡើងចំនួន3លើករួចមកហើយនៅខែមករារៀងរាល់ឆ្នាំនៅខេត្តសៀមរាបដែលមានអ្នកចូលរួមចំនួន1860នាក់នៅថ្ងៃទី18ខែមករាឆ្នាំ2026នេះសម្រាប់អ្នកដែលទទួលបានជាលេខ2លេខ1និងលេខ3នឹងទទួលបានពានរង្វាន់ដែលពានរង្វាន់សំឡេងអង្គរឆ្នាំ2026ពានរង្វាន់នេះបានរំលេចទៅដោយព័ត៌មានប្រាក់និងសម្រិតដែលមានអត្ថន័យផ្សារភ្ជាប់ជាមួយនឹងតម្លៃនៃរមណីយដ្ឋានអង្គរអ្វីដែលរត់តែពិសេសទៅទៀតនោះគឺនៅលើរូបពានរង្វាន់មានរូបចម្លាក់ផ្កាភ្ញីទេអង្គរដើម្បីចូលរួមលើកស្ទួយអក្សរសាស្ត្រជាតិខ្មែរកុំភ្លេចទៅចូលរួមមួយឆ្នាំក្រោយទាំងអស់គ្នាណា